លើកនេះខ្ញុំមកគេងនៅលើឡានក្រុងប៉ុន្តែឡានក្រុងនេះណាមិនមែនឡានក្រុងគេងពីសៀមរាបទៅភ្នំពេញភ្នំពេញទៅសៀមរាបទេគឺឡានក្រុងនៅលើភ្នំគិរីរម្យបន្ទប់គេងនៅកតែខាងគិរីរម្យនេះគឺគេច្នៃពីឡានក្រុងមកឲ្យបងប្អូនអាចមើលសភាពបន្ទប់គេងដែលគេច្នៃពីក្នុងឡានក្រុងនេះបានគឺគេដាក់បានពុកឡើងធំមួយនិយាយទៅក្រេធំមួយហ្មងហើយពុកហ្នឹងគឺគេទៅទន់ស្រួលមែនតើហើយនៅក្នុងហ្នឹងមានទាំងសាឡុងសម្រាប់ឲ្យយើងអង្គុយលេងនៅខាងក្នុងហើយមានជាបន្ទប់ទឹកនៅខាងក្នុងហ្នឹងទៀតហើយបើនៅខាងក្រៅឡានក្រុងនេះវិញគឺគេមានបាសថាបសម្រាប់ឲ្យយើងចង់ងុយទឹកជាមួយនឹងធម្មជាតិមើលពពកចាប់ពពកចុះមកហើយមើលlayerភ្នំហើយនឹងមានកន្លែងអង្គុយញ៉ាំអីនៅខាងក្រៅទៀតអញ្ចឹងបើសិនជាបងប្អូនបានមកលេងនៅគិរីរម្យហើយចង់បានបន្ទប់បែប privacy គឺអាចគេងនៅលើឡានក្រុងនេះបានគឺអត់មានណាគេមើលឃើញសកម្មភាពយើងខាងក្នុងទេហើយបើនិយាយពីទេសភាពនៅលើភ្នំគិរីរម្យបងប្អូនទៅរដូវកាលណាក៏ស្អាតដែរទៅរដូវកាលពេលដែលពពកចុះអាប់មេឃចុះអាប់ក៏ស្អាតពេលដែលទៅមេឃថ្ងៃបើកស្លាអីក៏ស្អាតដែរហើយនៅលើភ្នំហ្នឹងគឺគេអភិវឌ្ឍរហូតមានន័យគេ design កន្លែងថតរូបថ្មីមករហូតមកហើយនៅលើហ្នឹងបងប្អូនទៅមិនបាច់ភ័យថាអត់មានអីញ៉ាំអីពេលតែគេនៅហ្នឹងដោយសារតែនៅហ្នឹងគេមាន restaurant គេមានម៉ាតគេមានហាងកាហ្វេមានកន្លែងញ៉ាំគោឡើងភ្នំអីចឹងតែបើបងប្អូនចង់ទិញអីយកទៅញ៉ាំខ្លួនឯងបន្ថែមអាចទៅទិញបាន